Mạ tu tô con tại chia con khmênh mà nẹ tê. Nhưng mình men đôi đại mạ nì dây nụ lại. Tôi tờ vĩnh rương chỉ tràn, cứ đòi xa tài niên tớp ban lõ prasa làng vinh. Lõ prasa đòi xa niên ấy tớp. Nhóm mơ cứ đòi xa tài niên niên. Tớp rương chỉ tràn miên bánh hà. Nẹ bao thông. Một tố rồi bọn nẹ bất chia vì nất khuyên tôi dụ bỏng. Xong tốt khăn nát đại bỏng có bánh hà đỏ lục. Và nhóm mình sắp biệt tu tô tê. Rồi hãy dịp túc bật mền hỏi. Nẹ cửu. Lục tí bổng phót có một đỏ hỏi. Hey. លោកម្ចាស់ទី2អ្នកប្រញាប់ត្រឡប់មកវិញទៅលោកស្រីធំរកគ្រូទាយនោះកាលពី5ឆ្នាំមុនមកហើយលោកតានិយាយត្រង់ទៅចុះតាំងពីខ្ញុំឈានជើងចូលគ្រួសារសៀវមកខ្ញុំមានអារម្មណ៍ថាកម្លាំងអាក្រក់នៅទីនេះមិនធម្មតាទេអ្នកនាងទូតូនិងគ្រួសារសៀវគឺប៉ះទង្គិចគ្នានៅក្នុងខ្សែឈាមអាចប្រើតែវិធីបំបែកសាច់ឈាមប៉ុណ្ណោះបញ្ជូននាងចេញពីទីកន្លែងកំណើតនៃខ្សែឈាមរបស់គ្រូសាសៀវលោកប៉ាអ្នកឮពាក្យដែលអ្នកគ្រូនិយាយហើយឬនៅបើថ្ងៃនេះមិនបញ្ជូនទូតូទៅជនបទទេខ្ញុំនឹងជីនមីងនឹងនាំកូនចែកគ្រួសារចេញពីគ្រួសារសៀវហើយចង់ចែកគ្រួសារលុះត្រាតែខ្ញុំស្លាប់លោកប៉ាអ្នកមិនអាចអាណិតពួកយើងខ្លះទេឬអាណិតកូនខ្លះទៅបើពួកយើងនៅបន្តរស់នៅបែបនេះជាមួយទូតូលោកនឹងត្រូវមនុស្សសក់សជូនដំណើរមនុស្សសក់ខ្មៅហើយម៉ាក់អ្នកកុំលេងសើចទៀតអីរឿងទាំងនេះមិនពាក់ព័ន្ធនឹងទូតូទេត្រូវហើយម៉ាក់បើទូតូពិតជាមិនល្អមែននោះចុះហេតុអីក៏នាងទទួលស្គាល់លោកពូជាប៉ាលោកពូរស់នៅជាមួយនាងក៏តែកាន់តែល្អបែបនេះអ្នកប្រុសទាំងពីរពាក្យនេះខុសហើយសំណាងរបស់លោកម្ចាស់ទី2តាមពិតចេញពីកញ្ញាស៊ឺអឺមានន័យថាស្អីខ្ញុំទាយកាលពីមុនថាកញ្ញាស៊ឺអឺជាផ្កាយនាំសំណាងអាចនាំមកនៅសំណាងល្អដល់គ្រួសារសៀវរីឯកញ្ញាទូតូគឺប៉ះទង្គិចជាមួយឪពុកម្ដាយបង្កើតប្រគល់នាងទៅផ្ទះទី2និងផ្ទេរសំណាងរបស់ផ្ទះធំទៅជាមួយប៉ុន្តែលោកម្ចាស់សៀវថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់លោកបើមិនប្រញាប់បញ្ជូនគាត់ទៅទេខ្លាចក្រែងគ្រួសារសៀវនឹងជួបគ្រោះមហន្តរាយប៉ាអ្នកប្រញាប់អង្គុយចុះបញ្ជូនទូតូទៅចុះអ្នកណាហ៊ានប៉ះកូនស្រីខ្ញុំបងស្រីខ្លៃឆ្លៀតពេលដែលពួកយើងមិននៅធ្វើឧបាយក៏អាក្រក់ទាំងនេះសមរម្យទេស្ដាប់មនុស្សកុហកនេះនិយាយផ្ដេសផ្ដាសពីម៉ាត់ក៏ចង់ធ្វើបាបកូនបង្កើតរបស់ខ្លួនពិតជាមិនសមនឹងធ្វើជាឪពុកម្ដាយខ្ញុំបញ្ជូនទូតូទៅគឺដើម្បីការពារកូនរបស់ខ្ញុំត្រូវហើយចៅប្រុសរងរបួសរួចហើយមិនអាចឲ្យទូតូធ្វើបាបអាចេនឹងស៊ឺអើទៀតទេប្អូនប្រុសទី2ទូតូមិនមែនជាកូនបង្កើតរបស់អ្នកទេហើយអ្នកក្រោយមកនឹងមានកូនជាមួយឈីងដែរហេតុអីក៏ចាំបាច់ទូចចង់ទុកទូតូគឺកូនបង្កើតរបស់ខ្ញុំទូតូក៏កូនបង្កើតរបស់ខ្ញុំដែរប៉ាទូតូឃើញប្អូនស្រីស៊ឺអើនឹងមីងហួរនេះមានខ្សែក្រហមនៅលើក្បាលទូតូអាចមើលឃើញខ្សែទំនាក់ទំនងលើកមុនក៏ដោយសាររឿងនេះតែរកឃើញឈឿនស៊ឺមីនិងមេដោះលួចលាក់សង្គ្រោះលោកសុងនិងបងស្រីសុងស៊ឺអឺគឺជាកូនរបស់អ្នកទេលោកម្ចាស់កំឡោះទី2អ្នកនិយាយស្អីផ្ដេសផ្ដាសស៊ឺអឺមិននឹងអាចជាកូនរបស់ខ្ញុំពាក្យទាំងនេះអ្នកទៅនិយាយជាមួយប៉ូលីសទៅពួកយើងទទួលបានបណ្ដឹងលោកធ្លាប់ប្រើវិធីទូទាយបោកប្រាស់លុយកាក់នៅហៃឆឹងណានឆឹងនិងកន្លែងផ្សេងសូមអញ្ជើញអ្នកទៅជាមួយពួកយើងតាបងប្អូនជួយ Subscribe Channel Admin ម្នាក់មួយដើម្បីទទួលបាននៅរឿងភាគបញ្ចប់នៃរឿងយុទ្ធសាស្ត្រកុមារទេពទាំងអស់គ្នា